Ổn ơi, bà, đồ ngon có fly tiết bà. Fly mình tên đâu nhá. Bà hỏi ọt cua hết nè. Ai chôn đáy bê ban á. Bà xôm cổ rộp chùm riêng xua bóng ôn prey mất tu sinh cái chôn cho tí cổ rộp nâng cho tí rộp án và ngày này cứ dệt ngày tí phí khai thân nụ cho năm phí bọn và phái pram nhưng bát bàn một đo chùm ca rồi bỏ bóng bồn nà đã thật nơi nông phùm búa khùm xưa sọc mình có bấy khai bần tì mình chơi lấy trong đăng thai chùm ca con miền tất tập hiệp sọc sạch chẳng na hơi còn đam bàn ở vậy khá và hơi không mà năm chùm nô bàn bảo màn chẳng xôm bóng ôn prey mấtចូលរួមតាមដានទស្សនាជាមួយនឹងខ្ញុំបាទទាំងអស់គ្នាដោយតទៅទស្សនភាពចំការរបស់គាត់ធំណាបាទហើយមានដាំដើមបាទឈើជីវៈចម្រុះមានដូងមានអីច្រើនណាបងប្អូនបាទហើយដូងហ្នឹងទៀបសិតតែដូងដែលមានទឹកផ្អែមរសជាតិឈ្ងុយឆ្ងាញ់បាទគឺធំមែនទែនបងប្អូនឃើញស្រាប់ហើយបន្តិចទៀតនេះខ្ញុំនឹងមានសម្ភាសន៍សួរគាត់ផ្ទាល់តាក់ទងនឹងការរស់នៅក្នុងស្រុកភូមិនេះហើយនឹងការដាំដុះរបស់គាត់ប្រហែលឆ្នាំហើយចំការគាត់មានអីខ្លះបាទគ្រប់ជម្រាបសួរបងបាទសួស្តីខ្ញុំអត់បានលើកដៃទេសារអត់អីបាទដើមកបាត់ការកបាត់ដើម្បីកាប់ដូងហូបឥឡូវហ្នឹងកាប់ឡូវហ្នឹងឯងដោយសារថ្ងៃនេះបាទគាត់មកលេងជាការបាទហើយសុកតុកយ៉ាងណាដែរបងអត់អីទេសុខសប្បាយទេយើងនៅនេះបាទហើយចំការបោះបងហ្នឹងមានចំនួនប្រហែលហត្តាបងនិយាយទៅដីនេះវាជាង2ហត្តាហើយមានដាំដំណាំអីខ្លះបងនិយាយទៅយើងដាំច្រោះប៉ុន្តែដំណាំគោលរបស់យើងមានដូងនេះបងប្អូនមកឃើញអញ្ចឹងហើយនឹងយើងមានដាំបែបក្រូចឆ្មាខ្មែរក្រូចឆ្មាជាកោមហើយមានសម្បែកអីចឹងដើមឈើខ្លះ4 5ដើម4 10ដើមអីទេក៏ដាំជាលក្ខណៈគេហៅថាដំណាំវិលជុំបាទដែលយើងអាចផ្គត់ផ្គង់នៅក្នុងស្រុកយើងនេះបាទហើយអាចនឹងលក់ចេញរកចំណូលបានមួយឆ្នាំប្រហែលទៅវាមិនជាដុំកពួនទេប៉ុន្តែចង់និយាយថាវាអាចចិញ្ចឹមខ្លួនវាបានអញ្ចឹងណាសេះសល់អីចឹងទៅព្រោះនិយាយទៅយើងបានរៀបវាទៅជាប្រព័ន្ធទាំងអស់អញ្ចឹងដល់ហើយការថែទាំអីយើងចំណាយពីដំបូងដូចមើលឃើញមានប្រព័ន្ធកញ្ចែប្រព័ន្ធទយោនិយាយប្រព័ន្ធទយោបាទក្នុងការទាំងអស់ហ្នឹងកប់សិតតែមានប្រព័ន្ធមេវាប្រព័ន្ធមេហ្នឹងហើយប្រព័ន្ធមេប្រើគ្រប់គ្រងទឹកដល់ពេលរួចទៅអ្វីដែលយើងថែជាប្រចាំការសម្អាតស្មៅឬក៏ថែទាំឲ្យវាល្អអញ្ចឹងណាហ្នឹងតាលើឲ្យនាំដើមមើលដល់ណាសុភាដូងជាទីខ្លីៗប៉ុន្តែប៉ុណ្ណេះអាយុវាខ្លះវាចូលប្រហែលឆ្នាំចូលដូចជា7-8ឆ្នាំហើយ7-8ឆ្នាំហ៎បាទព្រោះនេះប៉ុន្តែពួកដូងនេះវាចេះពួកដូងក្អូបទឹកឈ្ងុយនេះវាផ្លែតាំងពីនៅនេះអូផ្លែតាំងពីក្តារដើមបងនិយាយទៅ3ឆ្នាំ4ឆ្នាំដូចពួកនេះអីតែប៉ុណ្ណេះអាច1ឆ្នាំ2អីទៀតឡើងគល់ព្រោះយើងដាំបានដូចជា2ឆ្នាំដែរអាហ្នឹងក្រោយបាទហើយដល់នេះឡើងតាំងពីនេះទៀតចេះជឿឥឡូវទៅមើលអានេះដោយសារវាអាយុវាខ្ពស់ហើយណាបាទអូនេះខ្ពស់ហើយបងណានោះហើយតើបងនោះទៀតនោះហើយណាសាផ្លែអញ្ចឹងនេះសាផ្លែអញ្ចឹងនេះឲ្យតែមានចាប់ដើមដកកពីធៀងវាហើយគឺចាប់ឡើងបាទហើយដែលបងដាំនេះផ្លែប្រហែលឆ្នាំហើយដាំរយៈពេលប្រហែលឆ្នាំមិញបងនិយាយទៅអានេះវាចូល4ឆ្នាំរៀនផ្លែហើយ4ឆ្នាំផ្លែបាទដូងក្អូប3ឆ្នាំចុង3ឆ្នាំចូល4ឆ្នាំនេះបាទនេះទៀបជាងមនុស្សផងណាបងទីអានេះគាត់ក្មេងដាក់បែបបានកូនជួយមកបែបបានទៅបាទហើយចូលតាក់ទៅជាមួយនឹងពូជទេបងយកពីណាមកអានេះកាលដំបូងយើងតែងគេនៅក្នុងស្រុកដែរប៉ុន្តែកាលពីមុនយើងជាពូជដូចថាយើងយកមកនាំចូលដែរណាបាទយើងមុនមានវិវាទប្រទេសយើងណាបាទដែលតែយើងដាំមកចូលចង់ឥឡូវនេះវាមើលចូល7-8ឆ្នាំហ្នឹងឯង7-8ឆ្នាំបាទហើយវាផ្លែតាំងពីចឹងអានេះលើមុនផ្លែហ្នឹងបាទហើយពិបាកការថែទាំណាបងនេះអានេះនិយាយទៅបញ្ហាឲ្យទៅទប់ទល់ជាមួយនឹងសត្វកញ្ចែបានណាបាទក៏ទោះបីតែវាខូចខាតខ្លះក៏វានៅសល់ដែរតែបើថាកញ្ចែវាស៊ីដើមខូចកដែរខូចកដឹងកាត់ចោលហើយតែបើអត់ទេត្រឹមតែសត្វខ្លាញ់អីអញ្ចឹងអាខ្លះវាមានសល់ហ្នឹងបាទមានសល់ខ្លះយើងប្រើថ្នាំទប់ទល់វាខ្លះទៅដាក់ជីឲ្យប៉ុន្តែអ្វីដែលយើងធ្វើបានឲ្យវានៅបានមានផ្លែខ្លះចឹងណាបាទបងខ្ញុំមើលនោះខ្ញុំឲ្យបញ្ជាក់មកទៅគឺប្រព័ន្ធនេះអូនេះប្រព័ន្ធទឹកទឹកស្ទឹងហ្នឹងបងទឹកម្ដងជុំវិញស្ទឹងស្ទឹងម្ដងដោយសារ
ដោយសារវាជាកោះ បាទ នេះដីនេះវាជាកោះដោយសារ ដីកោះ មកយកយើងជីស្ទឹងឆ្លងមិញហ្នឹងកាត់ កន្លែងឆ្លងស្ទឹងស្ពានយល់មិញហ្នឹង ហ្នឹងហើយហើយមកដល់ទៅនេះស្ទឹងទៀតមើលតិចទៀតយើងចាំយើងដើរទៅច្រាស់ទៅចេះ បាទបាទ វល់មកជុំហ្នឹងអញ្ចឹងយើងយកទឹកស្ទឹងហ្នឹងមកប្រើកញ្ចែហ្នឹងវល់ហើយឆ្លោះវានេះយើងប្រើជី បាទ ប្រភពប្រវត្តិរបស់វាដងនេះយើងប្រើតាំងពីជីកផុសដែលយើងផលិតខ្លួនឯង អញ្ចឹងហ៎ ហ្នឹងហើយ បាទ កាលដែលខ្ញុំដើមកាលហ្នឹងខ្ញុំយក SK កាយមកដៃវាបន្តិចហ្នឹង អូ កាយទៅដៅធំយើងធ្វើជីកប៉ុសមានផេះកាមផេះស្ងួតលាមកសាច់ស្ងួតហើយយើងលាយជាមួយមេជី បាទបាទ ហើយយើងបន្ទុំវាឲ្យត្រជាក់អាចយកមកប្រើបានយើងយកមកដាក់ដីហ្នឹងហើយបានយើងដាំដូង បាទបាទ ហើយដាំដូងដល់ពេលយូរទៅយើងចេះទៅលុបដាក់ជីលុបចូលបានវាបានអញ្ចឹង បាទបាទ សិត បាទ តែជារណ្ដៅទាំងអស់ហ្នឹង បាទ ហើយដល់ពួកនេះយើងប្រើជីប្រចាំខែដាក់តាមនេះ បាទ តាមហ្នឹងហើយប្រើកញ្ចែវិលទៅហើយអាលើនេះក៏បាញ់ថ្នាំដែរ បាទ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  បើអត់បាញ់វាអត់សូវសល់ទេ បាទបាទបាទ មានផ្សេងៗទៀតនោះបងនោះក៏ទៀតដែរ ទាំងអស់ប្រហែលដើមបងដូង និយាយទៅយើងដាំនេះវាចូលជាង200ដើមទេ ជាង200ដើម បាទនេះមកនេះទៅទៀតនេះព្រោះដែលទៀតថ្មីនេះភាសាសត្វវិស៊ី បាទ សត្វវិស៊ីដល់ពេលទៅចូលទៅ អូ យើងតែដាំថ្មីមកវិញតែបើមិនចឹង បាទទៀម ទៅចឹងខ្លែ បាទ ជួយខ្ញុំកាត់សាកមួយឲ្យបាយសាក កាប់សាកមួយ កាប់ បាទ សាកនេះដូចមកអានេះដោយយើងធ្វើខ្លួនឯងយើងដឹងថាយើងប្រើថ្នាំអីជីអីចឹងណា បាទ ចឹងក៏គីឡូកសិករក្នុងស្រុកយើងគាត់ដាំបានច្រើនណា បាទ អ្នកណាគេដាំបានច្រើនពីការខ្លះរាប់សប្តាហ៍ រាប់តា បាទ យើងមិនបាច់នាំចូលទេបាទយើងតាមពុំ នេះនៅនេះมันមានអ្នកដាំអាហ្នឹងច្រើនមកទេដូចជាមានតែ2 3ម្ចាស់ណា បាទបាទ ហើយបណ្ដងកោះនេះទៅខ្ញុំមួយទេ អូ មួយឲ្យយើងគាត់គង់មានម៉ួយនៅផ្សារសឿ អូ លេងយើង បាទ ផ្សារលេងសឿ ទឹកឡើង បាទ បាញ់ឆ្វាយតែហ្មងមើល ទៅជាធម្មជាតិអានេះ អូធម្មជាតិបាទ នេះនេះសាមើលកាន់ឲ្យភ្លក់រសជាតិខ្លួនឯង មើលមើលខ្ញុំភ្លក់ អានេះទៀតបាននេះវារៀងស្ទើរសាច់ បាទបងប្អូនឥឡូវនេះឃើញទេដូងណាបាទឥឡូវខ្ញុំសាកហូបបាទដឹងតែឆ្ងាញ់ហ្មងដូងធម្មជាតិផ្អែមណាអត់មានជូរអីបន្តិចបាទផ្អែមហ្មងហើយមកសាច់ដូងបងប្អូនណាបាទដល់អាយុបាទ អាយុវានៅអាចមួយខែទៀតកាន់តែឆ្ងាញ់ ខែទៀតបាទអញ្ចឹងអានេះដាំមេឃប្រភេទដាំសាកហ៎បង បាទសាក ប្រភេទដាំសាកចេកក៏ច្រើនក្រូចក៏ច្រើនដូងក៏ច្រើនបាទច្រើនមិនតិចទេបងប្អូនបាទច្រើន រត់ឆ្មាភាសាមិនលក់ដល់ភាសាទៅពីក៏យក ចូលលក្ខណៈរាប់រយដើមដែរ បាទចូលពី300ដើមនេះ បងជួយប្រាប់បន្តិចមើលថាតើធ្វើរបៀបម៉េចតបែកហ្នឹងដែលមានរសជាតិឆ្ងាញ់ហើយតូចផ្លែច្រើននេះ ហ្នឹងហើយឥឡូវខ្ញុំមាន 2-3 ចំណុចតាក់ទងនឹងបទពិសោធន៍ការដាំតបែកណា បាទ ថាដាំដាក់លូឬក៏ដាំលាបធម្មតាដីមិនក៏មិនបញ្ហាដែរសំខាន់បើចង់ឲ្យឆ្ងាញ់គឺប្រើជីកផុសធម្មជាតិយើងណា បាទបាទ តែក៏យូរយើងប្រើជីបែបជីគ្រាប់ជីអីខ្លះប្រភេទដូចពួកជំនួយផ្លែអីក៏បានដែរ បាទ ហើយបើតាក់ទងទៅនឹងរឿងការពារផ្លែកុំឲ្យខូចអត់បញ្ហាទេគឺយ៉ាងហោចក៏បានជួយបាន 80-90% ណា បាទ គឺធ្វើការច្រកចេះអញ្ចឹងណា បាទ បើច្រកនេះយើងទិញស្នោមកនេះយើងធ្វើដោយសុវត្ថិភាពទៅចេះទៀតស្នោនេះយើងអាចច្រកវាមកហើយបើយើងចង់ការពារកុំឲ្យអាសត្វតិចទៅក្នុងអាស្នោនឹងទៀតណា បាទ បើយើងច្រកថងចឹងទៀតប៉ុន្តែតាមគូតនេះយើងច្រាប់វានេះច្រាប់ចេះគេច្រាប់ទម្លុះ បាទបាទ ច្រាប់ចេះ ឲ្យវាហូរទឹក បាទកម្ដៅកចញើសស្រក់ចេញ អូ បាទខ្យល់ចេញចូលកុំឲ្យវាខូចអានេះ បាទ សត្វវាចូលអត់រួចទេអញ្ចឹងជាមួយខ្ញុំបង្ហាញមើល បាទ ហើយប្រើស្នោនេះចុះលុយបន្តិចតែវាល្អជាងការប្រើ
ប្រើថ្នាំដែរអ្នកមកឃើញ អូមែន តែដូចវាឯងហូបមិញមិនដែររសជាតិមិន ឆ្ងាញ់ ឆ្ងាញ់ហ្នឹងអញ្ចឹង បាទបាទ បាទ ឯធម្មជាតិសុទ្ធសាធតែម្ដង បាទហើយអញ្ចឹងទៅបងប្អូនកាប់ឲ្យកាប់ហូបដូចខ្ញុំកាប់ឲ្យវាមើលមិញអញ្ចឹងអត់បារម្ភទេយកទៅហូបចុះឲ្យតបែកជាបាត់ពិសោធន៍ញៀវគាត់ហូបតបែកខ្ញុំអាចអ្នកដែលប្រកែហូបឲ្យហូបដល់1គីឡូគាត់ចេះឈឺពោះដែរអញ្ចឹងតបែកនេះតែតែបើថាតបែកខ្លះបងប្អូនខ្លះគាត់ថាគាត់ហូបមិនបាន2ផ្លែបងគាត់ឈឺពោះណាបាទបែកនឹងមិនទេវាអាចឈឺពោះដោយសារការប្រើថ្នាំកំដៅដែរប៉ុន្តែបើនេះកាប់ទៅហូប1គីឡូអង្គុយហូបក៏ចេះឈឺពោះហើយមួយទៀតចង់ចែកម្លែកថាដើម្បីវាផ្លែញឹករហូតនេះទៅចេះគឺឧទាហរណ៍ថាវាផ្លែហើយអញ្ចឹងវាក្តិចមេឃទៅអូក្តិចមេឃហ៎បាទក្តិចមេឃកាត់មេឃមានកត្រៃអញ្ចឹងណារកដល់ខ្ញុំប្រើកត្រៃបាទឥឡូវឧទាហរណ៍ចេះឥឡូវឧទាហរណ៍នេះវាមានផ្លែនេះណាបាទខ្ញុំរាប់1 2 3 4នេះកាត់ចោលណែអូចឹងទៀតណាមកឲ្យចាំមើលដល់ពេលអានេះវាសះវាចេញអានេះបាទចេញមេឃនេះណាបាទទៅចេញមេឃមកទៅវាផ្លែតែម្ដងបាទនេះដូចពួកនេះអញ្ចឹងនេះឃើញនេះចេញមកអញ្ចឹងបន្តិចទៀតអានេះចាស់វាផ្លែចេញមកអញ្ចឹងបើយើងឧស្សាហ៍ធ្វើអញ្ចឹងរហូតផ្លែរហូតបាទផ្លែរហូតអូនេះហើយអានេះមេឃនេះឃើញតែអញ្ចឹងអាយុច្រើនណាស់អាយុច្រើនណាបាទទៅយើងតែងបាទយើងតែងវាអញ្ចឹងឧទាហរណ៍ថាវាមកខ្ពស់អញ្ចឹងយើងកាត់ចោលហ្នឹងបាទអាណាដែលអត់ទាន់មានផ្លែកាត់អញ្ចឹងទៅអូកុំស្ដាយវាកុំស្ដាយណាអូខ្ញុំថាអូឃើញស្ដាប់ឃើញអីបាទបែកទៀតហ្នឹងបែកតាណាវាចេញផ្លែអញ្ចឹងហ៎បាទអូបាទឲ្យវាខ្ពស់បាទនេះគឺជាចំណេះដឹងមួយបាទហើយគាត់មិនដាំតិចទេបងប្អូនណាច្រើនណាចំការគាត់ណាដូចអ្វីដែលខ្ញុំបានប្រាប់ណានោះតាំងពីនោះមកនោះច្រើនបាទហើយតកតងនឹងចំការរបស់គាត់គឺសិតតែដាំបានប្រកបដោយជីធម្មជាតិទាំងអស់បាទគាត់អត់មានប្រើថ្នាំទេបងប្អូនបានឃើញស្រាប់ហើយបងតកតងនឹងទីផ្សារបងគឺមិនពិបាកលក់ទេណាស្រួលថាអ្នកញ៉ាំបើមានមួយឆ្នាំគាត់ញ៉ាំមួយឆ្នាំហ្នឹងណាអញ្ចឹងបាទចាំមួយឆ្នាំផ្លែបានដងផ្លែរហូតដែរអូខូបប្រាំងខូបផ្សារលក់នៅការ៉ាសាំងហ្នឹងហើយនេះបើលក់នៅការ៉ាសាំងខ្ញុំលក់ 5000 ណា1គីឡូ 5000បាទអូ 5000ឲ្យតែមានតបែកអញ្ចឹងបាទឲ្យតែមានតបែកមិនបាច់ចាំបោះទៅម៉ូយឆ្ងាយលក់តាមការ៉ាសាំងបងឯងបាទទេអូខ្ញុំដាំយូរមកហើយគឺគេហូបរសរសជាតិដឹងហើយខ្ញុំចង់និយាយថាអានេះអាចទាយ៉ាងไรថាអាយុវាប្រហែលឆ្នាំខ្ញុំមើលទៅយើងឃើញតូចអញ្ចឹងដូចជាថា4 5ឆ្នាំ3ឆ្នាំអីប៉ុណ្ណាបាទតាមពិតអានេះបងដូងនេះទៀតអញ្ចឹងបាទបងដូងនោះទៀតបាទដូងហ្នឹងដាំអាសេរីដូងគ្នាវានោះ7 8ឆ្នាំតែអានេះចូល10ឆ្នាំហើយណាអូត្បៃ10ឆ្នាំហ៎បាទតែដែលយើងធ្វើឲ្យនៅប៉ុណ្ណឹងយើងរក្សាគុលវាល្អអញ្ចឹងទៅពុំមើលឃើញកាត់មេឃបាទអូកាត់អញ្ចឹងណាអាមេឃអានេះដូចគ្នាវាធំកាត់ពីអាហ្នឹងបែកចេញមកអានេះដល់អានេះធំមានកូនអីខ្ញុំកាត់វាជាកុំឲ្យវាទៅលើបាទឲ្យវារីកទៅអញ្ចឹងបែកអញ្ចឹងហើយបាទអានេះដែលខ្ញុំដាំជាពិសោធន៍ដំបូងដាំយកពូជមកគេហៅថាពូជគុំជូអានេះណាបាទទាំងឡាយហូបមិញបាទអានេះវាចូលមើលអានេះប្រហែល20ដើមឯងដាំពីជួរនេះបាទដល់ទៅពេលវាឆ្ងាញ់យើងយកទៅលក់ទៅអតិថិជនគាត់ចង់បានហូបដែរទៅវាអត់គ្រប់បាទដល់ពេលអញ្ចឹងខ្ញុំបរិចបន្ថែមបាទបរិចកូនវាបរិចអាហ្នឹងសិតថាកូនចៅវាតាអូកូនចៅវានេះមើលនេះបរិចហើយដល់មើលសិតតែពលមិនតូចទេណាបាទនេះសិតតែកូនចៅវានេះបាទនេះបរិចបាទហ្នឹងលើកមុនទៅពីជួរនេះទេបាទល្មងបងប្អូនឃើញសទីថាសัตว์មិនមែនសัตว์ទេណាអានេះតិចផងតិចផងបាន10%នៃលើកមុនទេអញ្ចឹងមុនច្រើនជាងនេះទៀតច្រើនតែយើងកាត់វាអស់បាទអូបាទស្ដាប់ថ្មីយើងទៅរកបានថ្មីបាទឃើញបងប្អូនបាទដូងក៏ដូងតបែកក៏តបែកបាទអំពៅក៏អំពៅច្រើនបងប្អូនបាទអូច្រើនគោធ្វើស្ករធ្វើមេឈីបាទខ្ញុំមានតែទូរស័ព្ទបាទកាមេរ៉ាទូរស័ព្ទអត់មានដ្រូនថតពីលើឲ្យបងប្អូនមើលទេបាទបាទឥឡូវនេះខ្ញុំភ្លក់2 3 ដងហើយភ្លក់ហូបតែនេះម៉ូតថ្មីក៏ថានេះដូចសេរីអញ្ចឹង
ឥឡូវក៏គាត់ឲ្យខ្ញុំភ្លក់សាកមើលឥឡូវបងប្អូនណា អុយចំណាស់ដូចសេរីយ៉ាងនេះ បាទ ប្រាប់ថ្មីចាស់ចាស់ណា អញ្ចឹងហ៎ បាទដល់ថ្មីមនុស្សចាយក៏ហូបបានដែរ អញ្ចឹង សាច់វាផុយវាព្រោះបាទ អូសាច់ផុយព្រោះឥឡូវមកខ្ញុំភ្លក់មើលបងប្អូនណាហ្នឹងហើហ្នឹង យកុំស្រក់ទឹកមាត់ណាបងប្អូនណាមិនមែនថាបញ្ញាយបងប្អូនទេក៏តែភ្លក់ដើម្បីដឹងរសជាតិព្រោះតបៃគាត់ច្រើនម៉ូតផុយបាទវាអ្នកឆ្ងាយឆ្ងាយកំងបងឯងអាចលក់ឲ្យគេបានដែរនេះ បានតើលើមុនគេកំងពីបាត់បងសេមៀបអី អញ្ចឹង បាទ អូ ដាក់ទៅតាមក្រុមហ៊ុនដឹកជញ្ជូន បាទ តែនេះស្អាតដល់ពេញទៅណោះ ដល់ពេញទៀត ខូចទេបាទ អូ តែកំងចឹងយើងបេះ ឲ្យតែកំង បាទកំងដាក់ចេញថ្ងៃហ្នឹងទៅដេកមួយយប់ព្រលឹមឡើងដល់ បាទ ជននៅតែឆ្ងាញ់ បាទឆ្ងាញ់ណាស់បងប្អូនបាទ តាក់ចូល